សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអាចមានសូមលើករឿងសត្វមូសកំពូលកាមហើយពេលនេះគឺនិយាយចំទៅទម្រាំតែបានខាំមនុស្សណាត្រូវបក់បោកខ្យល់ជួបជាមួយនឹងខ្យល់តាក់ចូលជាមួយនឹងកាហ្វេនិយាយចំទៅគឺរងទុកជាខ្លាំងដឹងសាច់រឿងយ៉ាងណានោះមកតាមដានជាមួយនឹងអេដមីនទាំងអស់គ្នាយប់មួយមនុស្សកំពុងតែគេងស្រាប់តែមានមូសមួយក្បាលកំពុងតែហើរមកសម្ដៅរោគចំណីពេលនោះដែរសត្វមូសព្យាយាមហើរក៏មានខ្យល់បក់បោកយ៉ាងខ្លាំងធ្វើឲ្យសត្វមូសធ្លាក់ចូលកាហ្វេស្រាប់តែមូសងើបឡើងលើពែងកាហ្វេបន្ទាប់មកមូសក៏ចាប់ដើមហើរឡើងទៅលើស្រាប់តែបុកជញ្ជាំងបុកនាឡិកាធ្វើឲ្យហើរបុកជញ្ជាំងស្រាប់តែបន្តិចក្រោយមកពេលដែលមូសហើរចេញមកក្រៅក៏បានឃើញទន្សាយឃើញសត្វគោជ្រុលចង្កូតក៏ធ្លាក់បុកនៅលើកញ្ចក់ឡានរបស់មនុស្សកំពុងបើកលើផ្លូវ